ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាស្វាគមន៍សាជាថ្មីមកកាន់វីដេអូរបស់នាងខ្ញុំចាចឹងប្លុកក្នុងថ្ងៃនេះគឺជាដំណើរកំសាន្តចារបស់ក្រុមគ្រួសារខ្ញុំព្រោះថាកូនគាត់វ៉ាកងបងប្អូននិយាយទៅតវ៉ាកងម្សិលមិញអញ្ចឹងថ្ងៃនេះគឺថានាំកូនឡើងយន្តហោះចាដើម្បីទៅដើរលេងអញ្ចឹងណាចាអញ្ចឹងពួកខ្ញុំនាំគ្នាចាធ្វើដំណើរចាទៅលេងរថផ្សេងចាបងប្អូនមិនមែនទៅស្រុកខ្មែរទេគឺទៅខាងរដ្ឋ Florida ចាគឺទៅលេងរយៈពេល10ថ្ងៃចាដោយសារតែប្តីខ្ញុំក៏សល់ vacation ច្រើនហើយម្យ៉ាងវិញទៀតចាគឺទៅជុំជាមួយនឹងមិត្តភ័ក្តិចាគាត់នៅខាងរដ្ឋ California អញ្ចឹងហើយគាត់មកពីនោះហើយខ្ញុំមកទៅពីនេះអញ្ចឹងណាទៅជួបគ្នានៅខាងរដ្ឋ Florida ហ្នឹងអញ្ចឹងដើម្បីឲ្យមានពេលជួបជុំគ្នាយូរចាក៏សម្រាប់ចិត្តថាគេងនៅខាង Florida ហ្នឹងរៀងយូរចាគឺគេរយៈពេល10យប់ហើយក៏បានជួលផ្ទះ Airbnb នៅជុំគ្នាអញ្ចឹងណាបងប្អូនចាអញ្ចឹងឥឡូវចេញពីផ្ទះមកហ្នឹងគឺខ្ញុំត្រូវទៅខាងរដ្ឋ Michigan បងប្អូនចាដោយសារតាពួកខ្ញុំទិញសបុតឡើងនៅខាងពលាន Detroit ចាហើយពីផ្ទះខ្ញុំទៅខាង Detroit ហ្នឹងគឺខ្ញុំជិះរយៈពេល1ម៉ោងបងប្អូនទៅដល់ក៏ប៉ុន្តែសម្រាប់ពួកខ្ញុំគឺអត់បានផ្ញើឡាននៅពលានទេចាដោយសារតាផ្ញើឡាននៅពលានគឺវាថ្លៃជាងយើងផ្ញើខាងក្រៅហើយជាធម្មតាគឺប្តីខ្ញុំគាត់តែងតែផ្ញើឡាននៅខាងក្រៅបងប្អូនគឺនៅតាមអូតាល់និយាយទៅយើងឆែកមើលទៅថានៅចិត្តកន្លែង airport ហ្នឹងចាមានកន្លែងណាគេទទួលផ្ញើឡានខ្លះចាហើយពីមុនចាដូចគាត់ទៅស្រុកខ្មែរអីគាត់អត់មានណាគេជូនគាត់ទេបងប្អូនគឺគាត់បើកឡានទៅរួចហើយយកទៅផ្ញើបែបនេះចាហើយឡើងយន្តហោះព្រោះថាមានគេដឹកជូនយើងទៅដល់ពលានឡើងយន្តហោះហ្នឹងគឺអត់មានពិបាកអីទេហើយកាលពីមុនមួយយប់តែ$2ទេចាក៏ប៉ុន្តែឥឡូវហ្នឹងគឺថារៀងថ្លៃជាងមុនគឺមួយយប់គេយក$9គ្រាន់ថាទោះជាយ៉ាងណាក៏វាតម្លៃថោកជាងនៅពលានណាចាចឹងឥឡូវហ្នឹងគឺខ្ញុំមកដល់អូតាហ្នឹងបងប្អូនចានេះកូនខ្ញុំគឺថាប្រវត្តិម្នាក់មកប្រវត្តិគឺថាអត់មានបានយកអវ៉ាន់អីទៅច្រើនទេគឺគេឲ្យយើងយកតាមម្នាក់មកកាបូបនេះទៅអញ្ចឹងណាបងប្អូនដោយសារតែនិយាយទៅបើសិនយើងចង់យកលើសគឺយើងត្រូវទិញវ៉ាលីអញ្ចឹងពួកខ្ញុំខ្ជិលនឹកថាផ្ទះជួយ Airbnb គឺគេមានម៉ាស៊ីនបោកម៉ាស៊ីនអីអញ្ចឹងហើយគឺយើងយកទៅតែល្មមស្លៀកចារួចហើយធ្វើការបោកអីអញ្ចឹងទៅកុំឲ្យពិបាកយកទៅច្រើនផងចារាល់ដងជិះឡានទៅបងប្អូនអើយគឺខ្ញុំវិចទៅដល់ហើយកៅអៅក៏ប៉ុន្តែពេលជាក់ស្ដែងស្លៀកតែ2-3ឈុតនឹងឯងអញ្ចឹងលើកហ្នឹងគឺថាមិនបាច់ចាំយកអីទៅច្រើនទេចាហើយនេះគឺជាទស្សនវិជ្ជាអូតាល់ហើយអូតាល់នេះគឺជារបស់ជនជាតិឥណ្ឌាបងប្អូននិយាយទៅជនជាតិឥណ្ឌានៅអាមេរិកនេះគឺជាតិសាសន៍គេមានបងប្អូនអើយគឺជាជាតិសាសន៍អាស៊ីដែលមានជាងគេចាអ្នកដែលមកនៅអាមេរិកអញ្ចឹងណាចាចឹងឥឡូវពេលមកដល់ពលានហ្នឹងបងប្អូនចាគឺខ្ញុំមកដល់គឺប្រហោងពោះធ្លុងតែម្ដងបងប្អូននោះគឺថាឡានប៉ូលីសហើយនឹងអ្នកកសែតគឺថាពេញពលានហ្នឹងទាំងអស់ហើយគេបិទអ្នកអត់ឲ្យអ្នកតាណាតន់ឡើងយន្តហោះទេនេះគឺថានៅកក់កុញនៅមុខហ្នឹងអញ្ចឹងណាក៏ប៉ុន្តែ1ម៉ោងក្រោយមកគឺគេបាន clear អីរួចរាល់ក៏គេបើកឲ្យយើងទៅរក gate ដែលត្រូវហោះទៅបន្តទៀតចាគ្រាន់តែថាយើងគិតថាទៅសុបាយដល់ពេលមកដល់ឃើញអញ្ចឹងធម្មតាបងប្អូនគឺរៀងអាក់ចិត្តបន្តិចណាក៏តែអត់អីទេចាការហោះហើរគឺរលូនទៅមុខដោយសារតាមុនហ្នឹងគឺមានពីថាពួករោគចិត្តបងប្អូនចាគឺបើកឡានបំបុកចូលទៅដល់កន្លែងចតយន្តហោះអញ្ចឹងហើយគឺថាប៉ូលីសអីគឺគេធ្វើអន្តរាគមន៍ភ្លាមហើយប៉ូលីសនិយាយទៅច្រើនមែនតើបងប្អូនចាឃើញគួរឲ្យខ្លាចអញ្ចឹងណាហើយខ្ញុំនិយាយទៅមានកូនទួយគឺថាកាន់ដៃកូនជាប់តែម្ដងនេះកូនប្រុសមើលមុខមិនសូវរីកទេព្រោះថាចាប់ដើមឃ្លានបាយហើយមើលមៀតគេផងមកធ្វើរឹកឲ្យតែខ្ញុំថតបងប្អូននៅឥឡូវហ្នឹងគឺថាចេះចាធ្វើកំម៉េចធ្វើកំមើមអញ្ចឹងណាចាហើយប៉ាប៉ាកាន់ដៃណាណាកូនស្រីនេះបងប្អូនចាជាពេលនៅផ្ទះអីមើលទៅដូចតាមខ្ញុំស្រឡាញ់ខ្ញុំណាស់អញ្ចឹងណាក៏ប៉ុន្តែពេលទៅណាទៅណីគេរកតែប៉ាប៉ាគេទេចាហើយកូនប្រុសនេះគឺថារកម្ដាយអញ្ចឹងឥឡូវនាំគ្នាធ្វើដំណើរទៅរកហ្គេតដែលត្រូវហោះហើរបងប្អូនចាគឺអត់អីទេគេអត់ delay អញ្ចឹងពេលមកដល់មុខហ្គេតហ្នឹងគឺប្តីខ្ញុំគាត់យកវ៉ាលីយកកាបូបកៅនេះបងប្អូននេះយកទៅដាក់វាស់ថាតើទំហំនោះវាត្រូវអត់គ្រាន់ខ្ញុំមើលខ្ញុំគិតថាត្រូវតែគាត់ចេះអាខ្លាចខុសអញ្ចឹងនេះបងប្អូនគឺថាដាក់ទៅល្មមតែម្ដងព្រោះថាបើសិនជាធំជាងហ្នឹងគឺគេឆាច់លុយយើងបងប្អូននិយាយទៅក្រុមហ៊ុន Frontier បងប្អូនដឹងហើយអ្នកនៅអាមេរិកគឺថារៀងតាំងរឹងបន្តិចឲ្យរឿងអីវ៉ាន់អីហ្នឹងតាមមិនស្រួលគឺគេទាយើងទិញវ៉ាលីហើយអញ្ចឹងឥឡូវគឺមកអង្គុយចាំនេះគឺប្តីខ្ញុំមកវិញនេះថតគាត់និយាយទៅឥឡូវហ្នឹងតាំងពីប្រពន្ធធ្វើវីដេអូគឺថាឃើញអីចេះជួយថតជួយអីអញ្ចឹងណាបងប្អូនចាំមិនថាគ្រួសារតតែសហការគ្នានឹងគ្រប់គ្រង
គ្នាអញ្ចឹងបានដើរទៅមុខនិយាយទៅទោះជាមិនបានអីច្រើនក៏វាថាឃើញអញ្ចឹងខ្ញុំអ្នកធ្វើវីដេអូក៏មានទឹកចិត្តធ្វើអញ្ចឹងណាបងប្អូនចាគឺបានការលើកទឹកចិត្តនិងគ្រប់គ្រងពីគាត់នឹងឯងអញ្ចឹងឥឡូវដល់ម៉ោងសម្រាប់ពេលហោះហើរទៅហើយនេះកូនខ្ញុំគេឃើញយន្តហោះអូយពីរអ្នកនេះគឺថាសប្បាយណាគ្រាន់ថាកូនប្រុសខ្ញុំត្រូវអង្គុយមួយខ្ញុំចាប្តីខ្ញុំមួយកូនស្រីគឺអង្គុយបែបផ្សេងគឺយើងអត់អាចរើសកៅអីបានអញ្ចឹងណាបងប្អូនចាហើយយន្តហោះនេះគឺថាជិះមកពេញដែរហ្នឹងណាខ្ញុំគិតថា frontier ហ្នឹងមិនសូវមានគេជិះទេចាក៏ប៉ុន្តែមានណាបងប្អូនអើយគឺថាទាំងអាកាំងទាំងអីគឺថាណែនពេញយន្តហោះចាឥឡូវឡើងមកដល់យន្តហោះហ្នឹងគឺថាកូនប្រុសធ្វើមកមើមចាដូចរៀងភ័យបន្តិចមិនដឹងទេការទៅខ្មែរដូចជាអត់ភ័យទេបងប្អូនគឺគេសប្បាយអញ្ចឹងណាហើយកូនខ្ញុំនិយាយទៅបើរាប់ទាំងជើងនេះគឺគាត់ជិះយន្តហោះ5 6ដងដែរហើយចាគាត់ជិះយន្តហោះតាំងពីអាយុមកខួបជាងការមកខួបជាងគឺខ្ញុំយកគាត់ទៅលេងខ្មែរចាដល់ពេលគាត់អាយុ6ឆ្នាំ7ឆ្នាំ6ឆ្នាំចាយកគាត់ទៅលេងស្រុកខ្មែរដល់ពេលឥឡូវនេះអាយុ9ឆ្នាំចាយកគាត់ទៅលេងនៅខាងរដ្ឋ Florida គឺជាយន្តហោះដោយសារតែឥឡូវហ្នឹងមិននៅរដ្ឋ Ohio ចាជិះបើកឡានទៅលេងដល់បងប្អូនចាដោយសារឆ្ងាយពេកមិនថាបើកមិនដល់ទេនៅអាមេរិកនេះគឺគេមានផ្លូវកណិតពីរដ្ឋមួយទៅរដ្ឋមួយក៏ប៉ុន្តែបងប្អូនអើយវាឆ្ងាយពេកអញ្ចឹងបើសិនយើងបើកឡានគឺថាហត់ខ្លាំងណាស់អញ្ចឹងបានប្តីខ្ញុំក៏សុខចិត្តឆែកមើលសបុតយន្តហោះចានាំគ្នាជិះយន្តហោះទៅហើយដោយសារតែឃើញកូនមើលទៅចង់ជិះយន្តហោះផងអញ្ចឹងឥឡូវហ្នឹងគឺថាយន្តហោះរៀបឡើងទៅបងប្អូននេះកំពុងតារកផ្លូវហោះទៅហើយគាត់ថាសម្រាប់ខ្ញុំចាពីលុតនេះបើកមិនសូវល្អទេបទពិសោធន៍ជិះយន្តហោះកន្លងមកណាបងប្អូនចាពេលឡើងអីរបៀបថារៀងធ្វើឲ្យយើងភ័យចាបើពីលុតខ្លះគឺគេបើក smooth ល្អណាស់សង្ឃថាពេលប្រឹងហោះឡើងទៅហ្នឹងយកអត់សូវវាផាធ្វើឲ្យយើងភ័យទេក៏ប៉ុន្តែពីលុតនេះគាត់រៀងនេះបន្តិចតែមិនអីទេបងប្អូនទោះយ៉ាងណាការហោះហើរគឺថារលូនទៅមុខចឹងឥឡូវនេះគឺទេសភាពចានៅលើមេឃឃើញពពកឃើញអីបងប្អូនអើយគឺថាមេស្លាល្អណាស់នៅខាង Ohio នៅខាង Michigan ណាចាក៏ប៉ុន្តែខ្ញុំឆែកទៅខាង Orlando គឺថាភ្លៀងមួយអាទិត្យពេញបងប្អូនអើយចឹងហើយមិនដឹងមិនមកទេទៅដល់ហ្នឹងមិនដឹងថាបានដើរលេងស្រួលអត់ទេចាហើយនិយាយទៅពេលដែលខ្ញុំឃើញចេះនៅឃើញការខ្លួនឯងជិះយន្តហោះមកអាមេរិកដំបូងបងប្អូនចាគឺ fly មកតែឯងប្តីអត់បានទៅយកទេដោយសារតែគាត់ចង់ទុក vacation ជូនដើរលេងចឹងហើយគឺជាលើកទី1ក្នុងជីវិតដែលជិះយន្តហោះចាហើយក៏ជិះតែឯងទៀតចាចឹងឥឡូវនេះគឺថាកូនខ្ញុំសដោកជើងមកឆ្ងាញ់ព្រោះថាកៅអី3នេះគឺអង្គុយតែពីអ្នកម៉ែកូនទេតាមពិតទៅមានជនជាអាកាំងចាគាត់ត្រូវជិះជាមួយក៏ប៉ុន្តែគាត់ទិញសបុតនោះគឺបែកជាមួយប្រពន្ធគាត់ដែរដល់ពេលឡើងមកនៅកៅអីជាប់ប្រពន្ធគាត់មានអ្នកអង្គុយគាត់ក៏ដូរទៅអង្គុយចិត្តប្រពន្ធគាត់ហើយប្តីខ្ញុំហើយនឹងណាកូនស្រីខ្ញុំថាប្រងដូរមកអង្គុយចិត្តខ្ញុំដែរក៏ប៉ុន្តែកៅអីក្រោយហ្នឹងគឺគេទុកឲ្យខាងអូតេសគេអង្គុយចាអញ្ចឹងក៏គាត់នៅអង្គុយមុខមួយកូនស្រីអញ្ចឹងទៅនិយាយទៅទម្លាប់សម្រាប់ពីរអ្នកខ្ញុំមិនថាដើរទៅណាទៅណីទេចាគឺថាត្រូវគ្រប់គ្រងកូនម្នាក់មួយអញ្ចឹងណាចាព្រោះថាខ្ញុំដោយបងប្អូនធ្លាប់មើលវីដេអូកន្លងមកហើយចាគឺសម្រាប់កូនខ្ញុំប្រយ័ត្នណាបងប្អូនអើយចាមិនហ៊ានតម្លាក់ភ្នែកទេព្រោះថាក្មេងនៅលពឹសអញ្ចឹងណាហើយពីរអ្នកកូនខ្ញុំនេះគឺថាលពឹសណាស់តើតកាន់ដៃឲ្យជាប់តាមមិនស្រួលហ្នឹងរត់ទៅនេះរត់ទៅនោះគឺថានិយាយទៅយើងមិនចង់វាផាប្រហែសទៅលើកូនអញ្ចឹងណាចាអញ្ចឹងហើយរាល់ពេលធ្វើដំណើរទៅណាគឺពួកខ្ញុំតែងតែគិតទៅលើកូនចាជារឿងសំខាន់និយាយទៅឲ្យតែកូនស្រួលហើយចាពួកខ្ញុំជាមនុស្សចាស់គឺហៅថាការងារក្រោយទេហើយដូចជួលផ្ទះ Airbnb អញ្ចឹងគឺថាតម្រូវឲ្យកូនវាថាមានភូលងុចលេងចាមានបន្ទប់អីស្រួលបួលអញ្ចឹងណាគឺពួកខ្ញុំអត់ចង់ទៅណាវាថាពិបាកក្នុងការគេងក្នុងការស្នាក់អីទេចាដាក់ចិត្តថាដើរលេងហើយគឺធ្វើម៉េចឲ្យស្រួលទាំងអស់គ្នាចាអញ្ចឹងឥឡូវហ្នឹងគឺថាជើងហោះហើរបានចិត្តចុះឲ្យបងប្អូននេះគឺមកដល់ខាងរដ្ឋ Orlando ហើយអញ្ចឹងក៏កប៉ាល់ហោះចុះពួកខ្ញុំធ្វើដំណើរចេញទៅក្រៅចាដើម្បីឈរចាំមើលឡាននិយាយទៅក្រុមហ៊ុនឡានខ្ញុំជួលនេះគឺស្រួលបងប្អូនពេលដែលយើងចុះមកដល់ដីហ្នឹងគឺគ្រាន់តែ take ប្រាប់គេទៅចាគឺគេមានឡានមកទទួលយើងនៅពលានចាដើម្បីទៅយកឡានជួលចាហើយក្រុមហ៊ុនឡានហ្នឹងគឺខ្ញុំនេះដាក់នៅលើខាងលើនេះបងប្អូនចាឲ្យបងប្អូនស៊ើបមើលទៅបើសិនជាចង់ជួលឡានអីអញ្ចឹងណាចាពេលដែរនិយាយទៅមិនថាបងប្អូនទៅរត់ណាទេបងប្អូនចាបើសិនយើងខ្ជិលបើកឡានជិះយន្តហោះទៅចាហើយយើងចុះពីពលានហ្នឹងបើយើងជួលឡានគឺថាក្រុមហ៊ុនគេមក pick up យើងដល់ពលានហ្នឹងចាដឹកទៅដល់កន្លែងក្រុមហ៊ុនឡានគេយកឡានអីអញ្ចឹងណាគឺថាអត់មានពិបាកទេហើយអារម្មណ៍មួយបងប្អូនចានៅពេលដែលមកដល់រដ្ឋ Florida គឺថាអូយក្តៅណាស់បងប្អូនអើយនិយាយទៅខ្ញុំ
នៅរដ្ឋអូហាយ៉ូទើបតែ7ឆ្នាំទេក៏មិនតែមានអារម្មណ៍ថាឆាប់សមជាមួយនឹងអាកាសធាតុត្រជាក់ហើយនៅខាងអូហាយ៉ូខ្ញុំខែនេះគឺថាលំមចានេះមិនមែនថាសរសើររកខ្លួនឯងផ្អាប់រត់គេណាបងប្អូនចាសម្រាប់អ្នកចូលចិត្តក្តៅគឺថាល្អសម្រាប់គាត់បងប្អូនចាគឺថាល្អផងថាវាក្តៅក៏ប៉ុន្តែខ្ញុំដោយសារនៅអូហាយ៉ូមួយរយៈគឺវាថាសមនឹងអាកាសធាតុត្រជាក់អញ្ចឹងមកដល់នេះគឺថាមានអារម្មណ៍ក្តៅបន្តិចហើយក៏ប៉ុន្តែទេសភាពនៅរដ្ឋក្តៅគឺថាស្អាតណាបងប្អូនអើយចាបៃតងសង្ងាត់ចាជាមួយនឹងដើមត្នោតអីអញ្ចឹងណាចាអញ្ចឹងនេះគឺជាតកង់ឡានចាដែលគេមក pick up ខ្ញុំហ្នឹងបងប្អូនចាគឺថាឡាន5 10កៅអីអង្គុយឡើងទៅលេលវឹងចាគេបើកជូនទៅដល់ក្រុមហ៊ុនយកឡានតែម្ដងចាអញ្ចឹងឥឡូវខ្ញុំមកដល់ក្រុមហ៊ុនយកឡានបងប្អូននេះសុទ្ធតែជាឡានដែលគេដាក់ជួលបងប្អូនចង់ជួលធំជួលទូជួលល្មមអីគឺថាតាមចិត្តអញ្ចឹងណាគ្រាន់តែថាសម្រាប់ពួកខ្ញុំគ្នាតែ4នាក់ហើយអត់សូវមានអីវ៉ាន់នេះទេគឺពួកខ្ញុំជួលកូឡាមួយជិះទេបងប្អូនចា3 4នាក់ម៉ែកូនហ្នឹងគឺថាល្មមនឹងឯងហើយក្រុមហ៊ុននេះក៏មិនមែនជាក្រុមហ៊ុនអាកាំងដែរហើយមើលទឹកមុខកូនខ្ញុំទៅបងប្អូនអើយចាដឹងហើយថាក្តៅឬមិនក្តៅនិយាយទៅគឺថាគេធ្វើមុខឡើងស្អុយហើយថ្ពាល់គេឡើងក្រហមដោយសារវារៀងក្តៅចឹងហើយបាត់ពិសោធន៍បងប្អូនបើសិនជាជួលឡានរឿងទី1ដែលយើងធ្វើចាមុនយកឡាននេះបងប្អូនត្រូវថតជុំវិញឡានចាគ្រប់ក្លុកកលៀតចាក្រែងលោថាគេអ្នកជិះមុនគេបុកកពិតកពៀតសោះស្រាប់តែយើងជួលក្រោយនេះចាពេលដែលយើងយកឡានមកឲ្យគេវិញស្រាប់តែគេចោទថាយើងជាអ្នកបុកកពិតកពៀតរបស់គេចាគេទាសងអីអញ្ចឹងណាចឹងហើយមុននឹងបងប្អូនចាបើកឡានចេញពីកន្លែងជួលឡានត្រូវតែថតទុកជាផុសតាងចាថតទុកចោលទៅក្នុងទូរស័ព្ទចានៅពេលដែលយើង return អីរួចរាល់ចាមើលទៅអ្វីៗរលូនហើយចាំលុបវីដេអូនឹងចោលចឹងទៅចាជាគេហៅថាការពារភាសាជាងព្យាបាលណាចាចឹងឥឡូវហ្នឹងគឺនាំគ្នាបន្តដំណើរចាទៅខាងផ្ទះជួល Airbnb ចាហើយផ្ទះដែលពួកខ្ញុំជួលហ្នឹងចាគឺនៅម្ដុំ Orlando បងប្អូនចាដោយសារតែនៅខាង Orlando គឺវាមានច្រើនជម្រើសចាវាថាវាសវោផ្ទះគេដាក់ជួលលក្ខណៈ Airbnb អញ្ចឹងណាព្រោះថានៅ Orlando គឺមាន Disney World ចាអញ្ចឹងគឺមានច្រើនហើយតម្លៃក៏វាសមរម្យបើសិនខ្ញុំជួលនៅខាង Tampa នៅ Clearwater អីគឺថាតម្លៃថ្លៃមែនតើតម្លៃថ្លៃគុណនឹង2ហើយផ្ទះមានតែ3បន្ទប់4បន្ទប់អីទេក៏ប៉ុន្តែនៅខាង Orlando នេះគឺយើងអាចយកបានដល់ផ្ទះ5បន្ទប់6បន្ទប់អីគឺថាតម្លៃធូរថ្លៃសមរម្យអញ្ចឹងណាចាដោយខ្ញុំជួលហ្នឹងគឺថាផ្ទះ5បន្ទប់គេបងប្អូនចាហើយចង់ដឹងតម្លៃក៏ដូចជាម៉ូតចាគឺចាំតាមដានជាមួយនឹងវីដេអូក្រោយអញ្ចឹងនេះបងប្អូនចាហេតុតែគេហៅថាស្រុក Disney World ណាចាសំបីតែបកគោលភ្លើងក៏រូប Mickey Mouse ដែរហើយមកដល់នេះគឺថាភ្លៀងស្វាគមន៍តែម្ដងហើយមេឃឡើងខ្មៅបងប្អូនអើយចាអញ្ចឹងមិនថាមិនដឹងថាបានដើរទៅលេងណាណីបានខ្លះទេចាបើអាកាសធាតុមើលទៅវាមិនសូវអំណោយផលអញ្ចឹងណាចាហើយជីកមកខាងមុខនេះចាឃើញជាមួយនឹងឡានខ្សែបច្រឹកកូនប្រុសខ្ញុំគ្រាន់តែឃើញខ្សែបច្រឹកគេងាកខ្វាច់ចាគេមើលណាហើយខ្ញុំស្រឡាញ់ណាបងប្អូនអើយគ្រាន់តែថាថ្លៃពេកចាឡើង100000ណាដល់ពេលអញ្ចឹងមានលុយណាទិញចាសុកចិត្តជីតាល្មម Toyota Honda ទៅគឺធូរថ្លៃអញ្ចឹងឥឡូវគឺពួកខ្ញុំបានជិះមកដល់ផ្ទះជួល Airbnb ហើយអញ្ចឹងមុននឹងបានចូលទៅគឺខ្ញុំត្រូវ register ជាមួយនឹងសន្តិសុខនៅខាងក្រៅសិនព្រោះថាយើងមិនមែនជាអ្នកស្រុកភូមិនៅនឹងក្នុងនឹងអញ្ចឹងណាក៏ប៉ុន្តែគ្រាន់តែប្រាប់គេថាខ្ញុំជួលផ្ទះ Airbnb ហើយផាញ ID ទៅចាគឺគេឲ្យกระดาษខ្ញុំមកស្លឹកសម្រាប់ scan ចេញចូលហើយព្រោះថាម្ចាស់ផ្ទះបាន register ឈ្មោះប្តីខ្ញុំរួចរាល់ហើយអញ្ចឹងណាចាគ្រាន់តែឃើញឈ្មោះគឺគេបើកឲ្យចូលហើយជិះចូលមកដល់នេះបងប្អូនគឺថាក្រោយភ្លៀងមេស្រឡះមែនគឺអិនតនូស្អាតមែនតែនខ្ញុំនេះគឺថាស្រឡាញ់អិនតនូណាបងប្អូនហើយមួយរយៈនេះគឺអាសាឃើញមួយថ្ងៃមុននោះគឺឃើញនៅខាងអូហាយ៉ូពេលដឹកកូនទៅរៀនណាដល់ពេលឥឡូវគ្រាន់ចូលមកដល់ផ្ទះនៅក្នុង resort គេនេះគឺថាឃើញអិនតនូទៀតហើយនៅក្នុងនេះគឺជាប្រភេទផ្ទះក្នុងភូមិចាដែលមាន HOA អញ្ចឹងហើយផ្ទះនីមួយៗគឺសិតតែមាន pool ហើយផ្ទះមានប្រភេទ single house ហើយនិង town house បងប្អូនចាក៏ប៉ុន្តែសូម្បី town house ក៏មាន pool ដែរគ្រាន់ថា pool វាទូជាង single house អញ្ចឹងណាហើយមនុស្សចាស់អីភាគច្រើនគឺគាត់ចូលចិត្តរស់នៅបែបនេះបងប្អូនហើយកន្លែងនេះមិនមែនចេញចូលសេរីដូចបងប្អូនឃើញមិនអញ្ចឹងណាគេមានហ្គេតមានអីត្រឹមត្រូវអញ្ចឹងទៅចាអញ្ចឹងហើយអ្នកមានឬក៏ចាស់អីគឺគាត់ចូលចិត្តរស់នៅបែបហ្នឹងគឺវាមានសុខសុវត្ថិភាពមានសន្តិសុខមានអីអញ្ចឹងណាបើសិនយើងប្រៀបធៀបជាមួយនឹងនៅស្រុកខ្មែរវាដូចផ្ទះនៅក្នុងបរិយាជីបម៉ងមានអីអញ្ចឹងហើយគាត់ថាការខ្ញុំទៅគឺអត់បានជិះទៅចូលមើលអីច្រើនបងប្អូននិយាយទៅជិះចូលមើលខាងពេញហួតបានបន្តិចដែរដោយសារតាពេញហួតនៅចិត្តផ្ទះយាយខ្ញុំមកចាគឺនៅខាងច្បារអំពៅហ្នឹងអញ្ចឹងក៏ជិះចូលមើលចាហើយឥឡូវនេះមើលពីផ្ទះ
គេវិញបងប្អូននេះគឺថា mode មួយជួរនេះគឺជាប្រភេទ town house នេះគឺថាផ្ទះជាប់គ្នាអញ្ចឹងណាក៏ប៉ុន្តែបរិយាកាសគឺថាមើលទៅគួរឲ្យចង់រស់នៅម្យ៉ាងម្នាក់ទេបងប្អូនហើយជាពិសេសគឺថាខ្ញុំនៅរដ្ឋ Florida ស្រឡាញ់ជាមួយដើមត្នោតហ្មងចាដើមត្នោតនេះបើសិនជាមានប្រភេទដូចដើមត្នោតស្រុកខ្មែរយើងដែលមានផ្លែញ៉ាំអូខ្ញុំមូមក Florida ហ្មងព្រោះថាខ្ញុំចូលចិត្តញ៉ាំជាមួយផ្លែត្នោតណាចាចឹងឥឡូវបាត់ចូលទៅហើយបាត់ចូលតាមបន្តិចហ្នឹងគឺថាដល់ផ្ទះជួលហើយអូខេចឹងកុំឲ្យវែងពេកក៏សូម slash ទៅត្រឹមនេះសិនចាចាំបន្តនៅវីដេអូទៅមុខទៀតចឹងបងប្អូនចាំតាមដានមើលថាពួកខ្ញុំបានទៅដើរលេងណាខ្លះអូខេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ការចូលមកទស្សនាជាមួយវីដេអូរបស់នាងខ្ញុំចាជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតណាចាសូមអរគុណសូមជម្រាបលា